គាត់មកចាប់តាមកាយកំតិចរបងពួកខ្ញុំធ្វើដោយពួកខ្ញុំជាជនល្មើសហើយពួកខ្ញុំណាត់ជួបចៅសង្កាត់ណាត់ជួបសាលាខណ្ឌអភិបាលខណ្ឌក៏អស់លោកមិនបានធ្វើការជួបដែរឥឡូវនេះគាត់មករុះរើរបងពួកខ្ញុំហើយមកកាយកំតិចរបស់ពួកខ្ញុំតែម្ដងអញ្ចឹងដល់ប្រើជាលក្ខណៈហិង្សាមកដល់ក្រុមគ្រួសារពួកខ្ញុំដោយគ្មានដំណោះស្រាយអញ្ចឹងសូមប្រិយមិត្តបងប្អូនជួយខមមិនជួយឲ្យយោបល់ជួយចែករំលែកឲ្យបានដឹងនេះជាសកម្មភាពអាជ្ញាធរខណ្ឌសែនសុខរាជធានីភ្នំពេញដែលមកកាយបំផ្លាញផ្ទះរបស់ពួកខ្ញុំអញ្ចឹងនេះជារបងរបស់ពួកខ្ញុំដោយគ្មានការជូនដំណឹងហើយគ្មានការបកស្រាយធ្វើសំណងសមរម្យដល់ពួកខ្ញុំទេក្នុងលក្ខខណ្ឌដែលពួកយើងស្នើសុំជួបដល់អស់លោកតែអស់លោកមិនបានមកជួបទេអស់លោកចំណាត់ការធ្វើការកាយបំផ្លាញរបស់ពួកខ្ញុំដោយមិនមកជួបពួកខ្ញុំទេដូច្នេះនេះជាអ្វីដែលពួកយើងអាចធ្វើបានដោយពួកខ្ញុំគ្មានអំណាចអីទៅប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាលប្រឆាំងនឹងចំណាត់ការរបស់អាជ្ញាធរទេតែយើងស្នើសុំឲ្យមានដំណោះស្រាយតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលធ្វើការដោះស្រាយផលប៉ះពាល់មុននឹងរុះរើធ្វើផ្លូវពួកយើងសប្បាយរីករាយណាស់ដែលរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍតំបន់ពួកយើងខ្ញុំប៉ុន្តែនេះផលប៉ះពាល់ទាំងរបងទាំងផ្ទះពួកយើងត្រូវការពេលវេលាក្នុងការរុះរើហើយពួកគាត់មកដោយគ្មានការជូនដំណឹងហើយធ្វើការផ្សព្វផ្សាយដល់មករុះរើជាមួយពួកយើងនៅកន្លែងនេះហើយអញ្ចឹងឲ្យពួកគាត់កិនខ្ញុំតែម្ដងចុះដើម្បីឲ្យយើងដឹងថាតើនេះជាការបំពេញរបស់ពួកគាត់ទៅដល់ផ្ទះរបស់ពួកខ្ញុំហើយខ្ញុំមិនសុខចិត្តនៅលើការតែគាត់ធ្វើបែបនេះទេឥឡូវនេះខ្ញុំនៅរបងផ្ទះខ្ញុំហើយបើគាត់នៅតែបំពេញខ្ញុំស្លាប់នៅទីនេះតែម្ដងទៅចុះដោយសារនេះជាផ្ទះខ្ញុំជាលំនៅឋានរបស់ខ្ញុំមិនទាន់បានត្រៀមខ្លួនមិនទាន់បានរុះរើមិនទាន់បានទទួលព័ត៌មានអីទាំងអស់ហើយមករុះរើឆៅចំណែកឯការដោះស្រាយគោលនយោបាយផ្សេងគឺពួកគាត់ស្ងាត់ទៅជួបតែគ្រួសារផ្សេងដែលត្រូវដោះស្រាយទេដូច្នេះសូមអស់លោកជួយពិនិត្យជួយចែករំលែកជួយ share ពួកខ្ញុំសប្បាយរីករាយណាស់ក្នុងការដែលអភិវឌ្ឍប៉ុន្តែគាត់ធ្វើមើលតែពួកខ្ញុំនេះគ្រួសារពួកខ្ញុំនេះជាជនល្មើសដូច្នេះសូមអស់លោកជួយពិនិត្យជួយបកស្រាយមកជួបមួយខ្ញុំមកមុននឹងវាយនឹងមិនក៏មិនជួបដាក់ស្អែកសិនខ្ញុំដាក់ពាក្យទៅដឹងទៅទេតាតែអត់ទទួលក៏ត្រូវធ្វើអញ្ចឹងណាហើយខ្ញុំស្អីគេខ្ញុំតែបង្រៀនខាងអាជ្ញាធរហ្នឹងមែនខ្ញុំប្រជាជនខ្ញុំត្រូវការអាជ្ញាធរដោះស្រាយខ្ញុំអស់លោកធ្វើមើលតែពួកយើងជាជនល្មើសមកដល់កំតិចតែម្ដងដូច្នេះពួកខ្ញុំត្រូវការជួបត្រូវការដោះស្រាយត្រូវការវិភាសាតែអស់លោកមិនព្រមមកជួប